Bây giờ sự bùng bột học lý trên làក្នុងវីដេអូនេះគឺខ្ញុំចង់ចែករំលែកអឺគន្លឹះមួយដែលមកជួយទៅប្រើប្រាស់នៅពីកុំព្យូទ័ររបស់យើងអញ្ចឹងចំពោះអ្នកដែលគាត់មានផ្នែកខ្សោយអញ្ចឹងមានផ្នែកខ្សោយក្នុងការមើលកុំព្យូទ័រយូរបានយូរហើយវាឈឺភ្នែកអញ្ចឹងជាពិសេសនៅពេលយប់អញ្ចឹងប្រសិនបើជាទូទៅដូចជាទូរស័ព្ទរបស់យើងគឺយើងអឺ eye protection អញ្ចឹងណាការពារភ្នែកអញ្ចឹងនៅក្នុងកុំព្យូទ័រប្រសិនបើបងប្អូនចាប់បានពន្លឺបែបស្រទុំដែលជាពន្លឺមិនសូវឲ្យធ្វើភ្នែកឲ្យភ្នែកយើងឈឺអញ្ចឹងបងប្អូនអាចកំណត់តាមវិធីសាស្ត្រនេះបងប្អូនអាចចុចម៉ៅស្ដាំនៅលើផ្ទាំង desktop យើងណាហើយបងប្អូនយកពាក្យ personalize ចុចពាក្យ personalize នៅពេលនោះវានឹងមកយើងបងនេះអូខេអញ្ចឹងមកកាន់បែបហ្នឹងអ្វីដែលបងប្អូនត្រូវមើលគឺយកមកកន្លែង system អូខេចូលមកកាន់កន្លែង system ចូលមកកាន់កន្លែង system ហើយបងប្អូនឃើញពាក្យថា display នៅកន្លែងនេះអញ្ចឹងនៅពេលដែលឃើញ display នៅកន្លែងហ្នឹងបងប្អូនចុចលើវាទៅបន្ទាប់មកទៀតបងប្អូននឹងឃើញ night line នៅកន្លែងនេះបងប្អូនឃើញ night line នៅកន្លែងនេះអញ្ចឹង night line ហ្នឹងបងប្អូនចុចនឹងថាទៅលើពេលយប់ choose warmer color to have block blue line អូខេអញ្ចឹងកន្លែងហ្នឹងយើងចុចវាមកនេះអញ្ចឹងបងប្អូនឃើញកម្រិតវានៅកន្លែងនេះអញ្ចឹងកម្រិតហ្នឹងយើងអាចទាញមកទាញខ្លាំងវាកាន់តែពណ៌ក្រហមអញ្ចឹងណាក្រហមបែបនេះយើងទាញទៅទាបបន្តិចគឺវាចេញទៅក្នុងបែបនេះយើងចង់ឲ្យវាប៉ុណ្ណាឲ្យវាស្ទុំប៉ុណ្ណេះជាឧទាហរណ៍ថាយើងចូលមកមើលកម្មវិធី Microsoft Word អូខេអញ្ចឹងពន្លឺនេះគឺវាអាចជាជំនួយនៅក្នុងការមើលទៅលើកម្មវិធីដែលមានពន្លឺសខ្លាំងបានអញ្ចឹងវាអាចជាជំនួយក្នុងការពារភ្នែកយើងបានបើសិនជាយើងចង់ថែមច្បាស់ជាងនឹងទៅទៀតហេវានឹងក្រហមបែបនេះប៉ុន្តែបើក្រហមបែបនេះពេលខ្លះវាយើងពិបាកមើលវិញវាពន្លឺមិនត្រូវធ្វើមិនទាញមកល្មមមកសំនឹងផ្នែកយើងឲ្យវាស៊ីជាមួយពណ៌ហ្នឹងណាបើសិនជាយើងសចាំងពេកវានឹងជះមកផ្នែកយើងហើយយើងមើលអត់បានយូរទេជាងត្រូវការប្រើវ៉ែនតាប្រើអីតែអានេះគឺជារបៀបក្នុងការកំណត់ night light ឬក៏ screen ដែលមានពណ៌ភ្លើងវាការពារភ្នែកយើងបងប្អូនអាចកំណត់តាមស្បែកបានអញ្ចឹងអូខេអឺមួយទៀតប្រសិនបើជាកុំព្យូទ័ររបស់បងប្អូនវាជាប់ខ្មៅសុទ្ធសាធចេះអូខេវាជាប់ខ្មៅអញ្ចឹងឧទាហរណ៍ថាយើងជួបកម្មវិធីអីមួយគឺវាកន្លែងនេះខ្មៅទាំងអស់អញ្ចឹងនៅពេលខ្មៅទាំងអស់អញ្ចឹងគឺយើងរកកន្លែងដោះវាកន្លែងណាក៏ឃើញនៅក្នុង Word យើងចូលមកលើ option account នេះក៏គាត់ដាក់ colorful ហើយក៏វាមើលតែអញ្ចឹងចាអានេះវាមិនមែនបញ្ហាកម្មវិធី Microsoft ទេប៉ុន្តែវាជាបញ្ហារបស់color window អញ្ចឹងបងប្អូនអាចចូលមកកាន់កន្លែងបងប្អូនអាចចុចមកកាន់កន្លែង personalize ចុចមកស្ដាំយក personalize ហ្នឹងមកហើយបន្ទាប់ទៀតមួយដែលវីដេអូនេះគឺមើលនៅកន្លែងត្រែងមើលកន្លែងតាមនេះចុចចាំមកហើយ scroll វាមកក្រោមរកពាក្យថា contrast dam អញ្ចឹងយក contrast dam នេះមកនេះកន្លែងនេះវាដាក់ contrast dam យកដូរពី night sky ទៅជា none វិញបងប្អូនដូរកន្លែងនេះចុចកន្លែងសញ្ញានេះយក none វិញហើយបន្ទាប់មកទៀតចាំយើងចុចពាក្យ apply នៅកន្លែងនេះយើងចុចពាក្យ apply នៅកន្លែងហ្នឹងទៅនៅពេលនោះវានឹងឲ្យយើង wait អញ្ចឹង wait នឹងក្នុងរយៈពេលរងចាំវានឹងបំលែងសម្រុងមកធម្មតាវិញអញ្ចឹងណាហ្នឹងហើយអូខេនេះអញ្ចឹងវាមកទម្រង់ធម្មតាវិញអូខេនេះគឺជាវិធីសាស្ត្រនៅក្នុងការកំណត់color នៅក្នុងកម្មវិធីនៅក្នុងកុំព្យូទ័ររបស់យើងដូចជាការបង្កើតនៅពន្លឺសម្រាប់ការពារភ្នែកអរគុណច្រើនយើងជួបគ្នានៅវីដេអូក្រោយបន្តទៀត